ចារឿងជាបន្តនេះគឺស្ត្រីម្នាក់ដែលមានផ្ទៃពោះ2ខែដែលមកត្រឡប់មកពីដើរលេងជាមួយនឹងសង្សារវិញត្រូវគេវាយសន្លប់ចាស់ជាង1ម៉ោងស្ត្រីម្នាក់មានផ្ទៃពោះ2ខែមកពីដើរលេងជាមួយសង្សារវិញត្រូវគេវាយសន្លប់ស្ដុកស្ដឹងពេលរថយន្តសង្គ្រោះមកដល់ដឹងខ្លួនវិញមិនព្រមឡើងរថយន្តទៅព្យាបាលទេដែលហេតុការណ៍នេះកើតកាលពីម៉ោង 10:10 នាទីយប់ថ្ងៃទី 19 ខែវិច្ឆិកានៅទល់មុខនឹងហាងនំប៉័ងបាយ័នផ្លូវលេខ 217 ភូមិសម្បូរសង្កាត់ដង្កោខណ្ឌដង្កោស្ត្រីរងគ្រោះមានឈ្មោះញឹកច័ន្ទអាយុ 18 ឆ្នាំជាកម្មកររោងចក្រស្នាក់នៅផ្ទះជួលភូមិសម្បូរសង្កាត់ដង្កោខណ្ឌដង្កោបន្ទាប់ពីដឹងខ្លួនឡើងវិញគឺបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុរូបនាងហើយនឹងសង្សារបាននាំគ្នាទៅដើរលេងនឹងទិញខោអាវនៅផ្សារស្ទឹងមានជ័យថ្មីរួចក៏បានជិះម៉ូតូត្រឡប់មកផ្ទះវិញដោយធ្វើដំណើរតាមផ្លូវលេខ 217 មកដល់មុខហាងនំប៉័ងបាយ័នបន្តិចចិត្តច្រកចូលផ្ទះជួលរបស់នាងសង្សារក៏បានដាក់នាងចោលឲ្យដើរចូលផ្ទះហើយក៏ជិះម៉ូតូចេញទៅបាត់ស្រាប់តែមាននារី2នាក់ជិះម៉ូតូ Mafino អត់ចាំពណ៌ហើយនឹងស្លាកលេខជិះមកពីក្រោយហើយបានវាយនាងពីក្រោយបណ្ដាលឲ្យនាងសន្លប់ស្ដុកស្ដឹងស្របពេលនោះមិត្តភ័ក្តិរបស់នាងនិងកម្លាំងប្រជាការពារភូមិសម្បូរដើរមកឃើញនាងសន្លប់បានជួយលើកយកទៅដាក់ចិញ្ចាំផ្លូវជួយធ្វើចលនាចិត្ត1ម៉ោងនៅតែអត់ដឹងខ្លួនទៀតហើយដល់ពេលសមត្ថកិច្ចមូលដ្ឋានបានចុះទៅហាងរថយន្តសង្គ្រោះបន្ទាន់ឲ្យមកដឹកក៏បានដឹងខ្លួនប៉ុន្តែនារីរងគ្រោះហ្នឹងក៏អត់ព្រមឡើងរថយន្តដើម្បីទៅព្យាបាលទេតាមហើយបើតាមសម្ដីរបស់នារីមិត្តភ័ក្តិនារីរងគ្រោះបានឲ្យដឹងថានាងមានផ្ទៃពោះជាមួយសង្សារ2ខែហើយចំណែកសមត្ថកិច្ចប្រចាំការនៅក្បែរកន្លែងកាត់ហេតុបានឲ្យដឹងថាមុនពេលកាត់ហេតុគឺមានបរិសុទ្ធ2នាក់វាយគ្នាហើយកិច្ចខ្លួនអស់នៅសល់តែស្ត្រីរងគ្រោះដែលសន្លប់នៅតាមផ្លូវទៅវិញក្រោយពេលកាត់ហេតុនារីរងគ្រោះមិនបានទៅដាក់ពាក្យបណ្ដឹងទេហាក់ដូចជាមានការលាក់លៀមហើយនាងបានអរគុណដល់សមត្ថកិច្ចនិងអ្នកដែលជួយនាងទាំងអស់គ្នាព្រមទាំងសុំទោសសមត្ថកិច្ចរួចក៏ទៅបន្ទប់ស្នាក់នៅវិញទៅបាទអរគុណណាស់ពាក់ព័ន្ធរឿងសង្សារសងអីហ្នឹងគឺថាប្របាក់ដែរក្មេងៗយុវជនយុវនារីហ្នឹងវាធម្មតាវាចង់ហើយប៉ុន្តែធ្វើម៉េចក៏ដោយកុំឲ្យយុបលុកកុំឲ្យមានបញ្ហាកើតឡើងអាណិតខ្លួនអាណិតអនាគតអាណិតគ្រួសារយើងអាណិតសង្គមយើងប្រឹងប្រែងសិក្សារៀនសូត្រឲ្យបានជ្រៅជ្រះឬក៏ជំនាញឲ្យបានច្បាស់លាស់នៅក្នុងខ្លួនមកវាងាយស្រួលក្នុងការចាប់ឱកាសការងារធ្វើអីចឹងណាបាទដល់ពេលយើងអត់មានជំនាញអត់មានអីសោះយើងសង្វាតតែរឿងមនុស្សសញ្ចេតនាស្នេហាអូនបងហើយដល់ពេលគេដដៅឱកាសអស់លេងដោយសារតែគេមានជំនាញដោយសារគេមានចំណេះហើយយើងនេះស្រឡាំងកាំងណាបងហើយដល់ពេលយើងស្រឡាំងកាំងយើងចាប់ផ្ដើមបន្ទុះសង្គមបន្ទុះរដ្ឋាភិបាលថាមិនព្រមស្វែងរកឱកាសឬក៏បង្កើនឱកាសការងារដល់ប្រជាពលរដ្ឋទេប៉ុន្តែពេលដែលមានឱកាសយើងបែរជាបដ ாய் ឱកាសហ្នឹងឲ្យកវត្តចោលទៅបាត់មិនអញ្ចឹងទេគេថាអីបង្កើតឱកាសគ្រប់គ្រងឱកាសចាប់ឱកាសឆក់ឱកាសឆ្លៀតឱកាសទៅទៀតហើយបំផ្លាញឱកាសចោលឱកាសខ្លះវានាំឲ្យយើងអាចនឹងគេហៅថាវិនិច្ឆ័យសន្តិអសេសតោវិញដូច្នេះយើងបំផ្លាញវាចោលមុនចាហើយសូមផ្ដាំជាចុងក្រោយណាសម្រាប់អ្នកចុងក្រោយមិនទាន់ចប់ចាសម្រាប់ព័ត៌មាននេះសម្រាប់អ្នកដែលគាត់មានស្នេហាហើយបែកបាក់ស្នេហាពួកអីកុំឲ្យគាត់ថានៅពេលដែលមានស្នេហាហើយគាត់បោះបង់ចោលក្តីសង្ឃឹមគាត់បំផ្លាញខ្លួនឯងកុំឲ្យសោះយើងត្រូវដឹងយើងត្រូវគិតថាស្នេហាវាសំខាន់មែនប៉ុន្តែវាមិនមែនជាអ្វីៗទាំងអស់ទេបាត់បង់ស្នេហារវាងមនុស្សប្រុសនិងមនុស្សស្រីមនុស្សដែលយើងស្រឡាញ់មិនប្រកាសថាយើងបាត់បង់អ្វីៗទាំងអស់នៅក្នុងโลกទេពីព្រោះពិភពលោកនេះនៅមានរឿងជាច្រើនទៀតដែលយើងចង់ដែលយើងត្រូវធ្វើនិងមានរឿងជាច្រើនទៀតដែលជាមូលហេតុឲ្យយើងចង់រស់បន្តទៀតចាមិនមានតែម្នាក់ទល់នឹងម្នាក់ដែលយើងមិនអាចជ្រើសរើសបានទេមានលីណាមានខ្ញុំបន្តទៅទៀតខ្ញុំបានថាបើយើងដាក់ចិត្តស្រឡាញ់ទៅលើនរណាម្នាក់គឺថាគេមិនឲ្យយើងស្រឡាញ់អស់ពេកទេយ៉ាងច្រើនត្រឹម 50% ទៅយើងទុក 50% អង្កេតនិងពិនិត្យមើលអំពីចរិយាមារយាទឬក៏ភាពស្មោះត្រង់របស់ដៃគូរបស់យើងហើយបើយើងទុក 50% នេះបានទោះបីជាដៃគូមួយខាងទៀតក្បត់ចិត្តយើងបែកបាក់ចេញពីយើងគឺយើងមិនឈឺចាប់ពេកទេមិនអញ្ចឹងទេតែបើយើងដាក់ផ្កាប់មុខមកចង់ 200% អូអានោះថាតែប៉ះចិត្តបន្តិចគឺថាមានបញ្ហាកើតឡើងត្មងគ្រប់គ្រងអត់បានទេ